ជំរាបសួរប្រិយមិត្តបងប្អូនចាញប់ដៃញប់ជើងមកទៀតហើយបងប្អូនអើយអត់ចេះចាប់ទេមកទៀតហើយចាហ្នឹងហើយបងប្អូនឥឡូវហ្នឹងបងប្អូនឃើញហើយថាខ្ញុំកំពុងតែបោអាលូមីញ៉ូមចេញពីអន្សមរបស់ខ្ញុំហ្នឹងណាចានេះគឺជាក្បួននេះក៏ជាតិចនិចរបស់ខ្ញុំដែលខ្ញុំវិចអន្សមដែរដោយសារតែពីមុនមកខ្ញុំអត់ប្រើស្លឹកចេកហើយខ្ញុំវិចជាមួយនឹងអាលូមីញ៉ូមហ្នឹងតែបើយើងវិចdirectអញ្ចឹងវាអត់ល្អអត់ឆ្ងាញ់ទេបងប្អូនអ្នកឃើញខ្ញុំប្រៀបធៀបទេបងប្អូនខ្ញុំប្រៀបធៀបឲ្យមើលហ្នឹងគឺអន្សមមួយទៀតហ្នឹងគឺខ្ញុំវិចអត់ខ្ចប់អាលូមីញ៉ូមពីក្រៅទេអញ្ចឹងបងប្អូនឃើញពណ៌របស់វាមិញណាគឺពណ៌ខុសគ្នាបងប្អូនអញ្ចឹងអន្សមចេកក៏ដោយអន្សមជ្រូកក៏ដោយដែលយើងអត់រុំអាលូមីញ៉ូមហ្នឹងបងប្អូនមើលពណ៌ទៅវាដូចគ្រីមពេលយើងស្រង់មកហើយអញ្ចឹងវាស្ងួតគ្រីមប៉ុន្តែមិនត្រឹមតែគ្រីមទេវាពណ៌វាអត់សូវស្អាតហ្មងមើលទៅមិនគួរឲ្យចង់ញ៉ាំទេណាបងប្អូនឃើញទេប៉ុន្តែបើមើលអាដែលខ្ញុំស្រោបអាលូមីញ៉ូមវិញបងប្អូនមើលបងប្អូនអើយបកហើយដល់ពេលចិត្តបងប្អូនមើលគឺថាអូហូយជាពិសេសពេលយើងបកសបកចេញទៅបងប្អូនអត់ជាប់សាច់ទេមករលងព្រាល់តែម្ដងហើយខំមួយម៉ាត់គឺថារសជាតិជាប់ជើងថ្មិញតែម្ដងអាលូមីញ៉ូមហ្នឹងវាមានវិជ្ជមានច្រើនទី1ពេលដែលយើងរុំវាទៅអ្វីត្បិតតែវាមិនឆាប់ពេលយើងស្ងោរវាអត់ឆាប់ក្តៅទេប៉ុន្តែបើបានថាក្តៅហើយគឺថាងុំអញ្ចឹងហើយបានអន្សមរបស់យើងពេលយើងស្ងោរជាមួយអាលូមីញ៉ូមហ្នឹងគឺថាយើងស្រោបមិនមែនស្ងោរជាមួយតែយើងស្រោបហ្នឹងគឺអន្សមរបស់យើងដូចចំហុយខ្ញុំបងប្អូនមើលឃើញទេគឺអត់ជាប់ទៅគឺល្អមែនទេហើយឡងឈ្ងុយសបកចេកវាមិនត្រឹមតែដូចចំហុយហើយវានេះទេគឺអាពណ៌ស្លឹកចេកហើយក្លិនស្លឹកចេកហ្នឹងវានៅងុំនឹងទាំងអស់អាលុយវិញោមវាខ្ញុំថាមកទៅវាធ្វើវាផ្ងុំចាវាផ្ងុំឲ្យរសជាតិស្លឹកចេកក៏ដូចជាពណ៌ស្លឹកចេកហ្នឹងចូលសពជាមួយនឹងសាច់នំនឹងតែម្ដងអញ្ចឹងហើយបងប្អូនមើលពណ៌មើលស្អាតមិនត្រឹមតែស្អាតហើយឈ្ងុយហើយឆ្ងាញ់តែម្ដងប៉ុន្តែបើយើងនេះហើយយើងបកចាក់ភ្លាមអញ្ចឹងវាល្អពងកាលណាយើងទុកវាមានជាតិសើមវាអាចដកផ្សិតណាបងប្អូន